ចាសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយតើតើជាមួយនឹងការមើលការងារនៅលើគេហទំព័របងធំ .com អញ្ចឹងថ្ងៃនេះគឺយើងមើលការងារខាងផ្នែកគណនេយ្យនៅលើទូរស័ព្ទដៃនៅលើគេហទំព័របងធំ .com យើងដឹងហើយថាការមើលនៅលើទូរស័ព្ទដៃយើងចូលទៅគឺយើងរូបរាងបែបនេះចាអញ្ចឹងគឺយើងចុចទៅលើ menu bar សញ្ញាត្រី3ហ្នឹងហើយយើងយកជាប់ category នៅក្នុងជាប់ category ហ្នឹងហើយយើងអូសចុះក្រោមបន្តិចទៅគឺយើងឃើញហើយខាងផ្នែកគណនេយ្យចា accounting មាន47ការងារនៅកំពុងតែចុះផ្សាយនៅលើគេហទំព័របងធំ .com ហ្នឹងចាអញ្ចឹងនៅខាងគណនេយ្យនេះគឺមានគណនេយ្យទូទៅហើយនឹងគណនេយ្យដែលពាក់ព័ន្ធជាមួយនឹងពន្ធ taxation និង audit សោធនកម្មចាអញ្ចឹងឥឡូវគឺយើងចុចទៅលើ accounting ទៅព្រោះយើងមើលខាងផ្នែកគណនេយ្យចាអញ្ចឹងនៅខាងផ្នែកគណនេយ្យតែងតែមានការងារជាច្រើនចុះផ្សាយជារៀងរហូតដោយសារតែខាងផ្នែកគណនេយ្យគឺមានតម្រូវការគ្រប់ក្រុមហ៊ុនស្ថាប័នអង្គការមិនថាតូចមិនថាធំចាអញ្ចឹងមិនថារដ្ឋឬឯកជនទេគឺតែងតែត្រូវការផ្នែកខាងគណនេយ្យនឹងរហូតតែម្ដងចាហ្នឹងហើយអញ្ចឹងតើតើនៅក្នុងហ្នឹងទាំងវិស័យពលកម្មទាំងវិស័យពលកម្មនោះគឺខាងរោងចក្រសហគ្រាសហ្នឹងចាហ្នឹងហើយអញ្ចឹងខាងហ្នឹងក៏គាត់ត្រូវការខាងផ្នែកគណនេយ្យដែរបើនិយាយទៅគ្រប់ក្រុមហ៊ុនទាំងអស់គឺត្រូវការផ្នែកគណនេយ្យតែម្ដងចាអញ្ចឹងការងាររបស់គាត់គឺតែងតែមានមកច្រើនដើម្បីឲ្យគាត់ជ្រើសរើសក្នុងការដាក់ពាក្យទៅលើការងារខាងផ្នែកគណនេយ្យហ្នឹងចាហើយតាក់ទងជាមួយនឹងមុខតំណែងវិញក៏មានច្រើនផងដែរគណនេយ្យដែលគាត់ទៅតែបញ្ចប់ការសិក្សាគណនេយ្យដែលគាត់ទៅតែចូលសិក្សាក៏គាត់អាចធ្វើបានដូចជា intern ចានឹងខាងគណនេយ្យខាងផ្នែក manager អ្នកគ្រប់គ្រងអ្នកដែលមានមុខតំណែងធំខាងផ្នែក director ខាងផ្នែកគណនេយ្យចាអញ្ចឹងគឺមានច្រើនដំណាក់នៃមុខតំណែងចាអញ្ចឹងមិនថាការងារកម្រិតខ្ពស់កម្រិតទាបគឺតែងតែមានមករហូតតែម្ដងផ្នែកខាងគណនេយ្យប៉ុន្តែសួរថានៅពេលដែលគាត់ដាក់ពាក្យតើគាត់ទទួលបានការងារនឹងភ្លាមតែម្ដងទេបើមានការងារច្រើនបែបហ្នឹងចាសំខាន់គឺនៅខាងផ្នែកគណនេយ្យគ្រប់សាលាមហាវិទ្យាល័យសាកលគឺតែងតែមាននិស្សិតចូលសិក្សាផ្នែកខាងគណនេយ្យពេញតែម្ដងចាដូច្នេះសម្រាប់គូប្រកួតប្រកបក្នុងការដាក់ពាក្យការងារហ្នឹងក៏មានច្រើនផងដែរចាដូច្នេះនៅក្នុងហ្នឹងការងារមានច្រើនសម្រាប់ពួកគាត់ជ្រើសរើសប៉ុន្តែក៏មានដៃគូប្រកួតប្រជែងក្នុងការដាក់ពាក្យទៅលើផ្នែកគណនេយ្យហ្នឹងច្រើនផងដែរចាអញ្ចឹងសំខាន់នៅពេលដែលគាត់ដាក់ពាក្យគាត់ចាំបាច់ត្រូវតែរៀបចំប្រវត្តិរូបសង្ខេបរបស់គាត់ហ្នឹងឲ្យបានច្បាស់លាស់ឲ្យត្រូវនឹងតម្រូវការការងារតែម្ដងចាដូច្នេះគឺគាត់នឹងទទួលបានការងារឆាប់ហើយតាក់ទងជាមួយនឹងការសម្ភាសន៍គឺគាត់ត្រូវតែដឹងថាការងារដែលគាត់មានការងារដែលគាត់ចេះការងារដែលគាត់ដាក់ទៅហ្នឹងចាតើគាត់ដឹងចំណេះដឹងរបស់គាត់ពិតប្រាកដនៅពេលដែលគឺសួរទៅគាត់ឆ្លើយចំនៅសំណួរដែលគេសួរនឹងដែរទេចាហ្នឹងគឺជាចំណុចសំខាន់ខាងផ្នែកគណនេយ្យចាអញ្ចឹងនៅក្នុងនោះគឺយើងមើលការងារមួយទៅតាក់ទងជាមួយនឹងខាងផ្នែកគណនេយ្យហ្នឹងចាដើម្បីឲ្យយើងឃើញថាតើតម្រូវការខាងផ្នែកគណនេយ្យហ្នឹងគឺយ៉ាងម៉េចចាហ្នឹងហើយអញ្ចឹងគឺយើងមើលការងារទៀបមួយទៅចាសម្រាប់ខាងផ្នែកគណនេយ្យឥឡូវគឺយើងរើសយកការងារមួយតាក់ទងជាមួយនឹង accountant ចាយើងយកការងារមួយនេះទៅចាអញ្ចឹងនេះការងារខាងផ្នែកគណនេយ្យគឺខាង accountant នៅ East Asia Management University ចាអញ្ចឹងគាត់កំពុងតែត្រូវការ3ផ្នែកចានៅក្នុងសេចក្តីប្រកាសមួយហ្នឹងគឺតាក់ទងជាមួយនឹង Head of School Director of Student Affairs ហើយនៅ accountant តែយើងថ្ងៃនេះគឺយើងមកមើលខាងផ្នែក accountant ណាយើងចុចទៅលើ accountant ហ្នឹងទៅចាអញ្ចឹងនៅក្នុង accountant ហ្នឹងគឺយើងឃើញតម្រូវការចាតម្រូវការតាក់ទងជាមួយនឹងការងារហ្នឹងចាអញ្ចឹងនៅក្នុងនេះគឺគាត់ខាងសាលារៀនខាងមហាវិទ្យាល័យណាចាអញ្ចឹងគាត់ត្រូវការផ្នែកខាងគណនេយ្យហ្នឹងចាដូច្នេះគឺយើងពេលខ្លះគឺយើងមើលទៅវាដូចជាញ៉ៃបន្តិចប៉ុន្តែយើងមើលឲ្យច្បាស់ទៅគឺយើងដឹងហើយណាតាក់ទងជាមួយនឹងភាសាគឺយើងចាំបាច់ត្រូវចេះភាសាអង់គ្លេសហើយនិងខ្មែរទីតាំងនៅភ្នំពេញខាងផ្នែកគណនេយ្យចាចឹងនៅខាង education នៅខាងសាលាណាការងារពេញម៉ោងប្រាក់ខែចរចាគ្នាបានតាក់ទងជាមួយនឹងមុខតំណែងដែលយើងត្រូវធ្វើនោះគឺគេមានសង្ខេបនៅក្នុងនេះហើយគេដាក់បង្ហាញតួនាទីដែលយើងត្រូវធ្វើការនៅក្នុងមុខតំណែងមួយហ្នឹងចា duty and responsibility អញ្ចឹងនេះគឺជាការងារដែលយើងត្រូវធ្វើនៅក្នុងផ្នែកគណនេយ្យហ្នឹងហើយចាអញ្ចឹងនៅក្នុងហ្នឹងគឺយើងឃើញគ្រប់ផ្នែកទាំងអស់ដែលយើងចូលទៅគឺយើងត្រូវធ្វើចាអ
ចឹងការងារនេះគឺពេញតែម្ដងចាបើយើងមើលទៅចាតកតងជាមួយនឹង accounting and bookkeeping មានការងារគេ financial report មានអីគេ tax and compliance មានអីគេខ្លះចា payroll and HR related accounting ចាមានអីគេខ្លះ banking and cash management audit and liaison ចាហើយនឹង administrative support ចាអញ្ចឹងនៅក្នុងនេះការងារនេះគឺពេញតែម្ដងចាអញ្ចឹងអ្នកដែលគាត់ចូលធ្វើការខាងផ្នែក accounting នេះចាគឺប្រកាសណាស់តែគាត់នឹងទទួលបានប្រាក់ខែខ្ពស់ដោយសារតែការងារដែលគាត់ធ្វើនេះគឺមានច្រើនចាមានច្រើនតែម្ដងហើយទៅតាមមុខផ្នែកមួយហ្នឹងគឺសិតតែជាផ្នែកសំខាន់សម្រាប់ទីតាំងនឹងតែម្ដងចាមិនថាក្រុមហ៊ុនឬក៏សាលារៀនឬក៏ការងារខាងផ្នែកណាទេតែអ្វីដែលការងារដាក់ចេញមកនេះគឺពេញតែម្ដងចាហ្នឹងហើយចឹងគឺជាឱកាសល្អសម្រាប់ពួកយើងដែលមានចំណេះដឹងនិងបទពិសោធន៍ផ្នែកខាងគណនេយ្យចាហើយមុខតំណែងនេះគឺមិនទៀបទេផ្នែកខាង accountant ចាហ្នឹងហើយអញ្ចឹងនៅក្នុងនោះគឺយើងបើយើងចាប់អារម្មណ៍គឺយើងចូលទៅគេហទំព័រ bongthom.com ហើយយើងយក job category យើងចូលទៅ accounting អញ្ចឹងយើងឃើញសេចក្តីប្រកាសទាំងអស់ហ្នឹងហើយចាហ្នឹងហើយអញ្ចឹងតកតងជាមួយនឹងចំណេះដឹងហើយនឹងបទពិសោធន៍វិញចាចំពោះតម្រូវការបទពិសោធន៍របស់យើងគឺចាប់ពី3ឆ្នាំទៅ5ឆ្នាំឡើងទៅណាទាបបំផុតអញ្ចឹងដូច្នេះសម្រាប់អ្នកដែលគាត់មានចំណេះដឹងនិងបទពិសោធន៍នៅខាងហ្នឹងតែម្ដងហើយតកតងជាមួយនឹងជំនាញហើយនឹងចំណេះដឹងទូទៅតកតងជាមួយនឹង technical skill នឹងការប្រើប្រាស់ computer របស់យើងណាអញ្ចឹងនៅក្នុងនោះតកតងជាមួយនឹង system គណនេយ្យដែលយើងត្រូវចេះហ្នឹងសម្រាប់អ្នកដែលគាត់ចេះ QuickBooks ឬមួយក៏ Microsoft SQL ហ្នឹងគឺយើងអាចដាក់ទៅបានហើយចាអញ្ចឹងបើសិនជាយើងចេះខាង Microsoft ហើយនឹង QuickBooks ហ្នឹងគឺយើងត្រូវតែម្ដងណាចាពីព្រោះតម្រូវការដែលគេដាក់នៅក្នុងហ្នឹងគឺ system ទាំងហ្នឹងណា system 2-3 ហ្នឹងចាអញ្ចឹងនៅក្នុងហ្នឹងបើយើងអត់មានចំណេះដឹងខាងផ្នែក2-3ហ្នឹងទេយើងដាក់ទៅក៏យើងអត់ជាប់ដែរណាអញ្ចឹងនៅក្នុងហ្នឹងគឺយើងត្រូវយល់ឲ្យច្បាស់ពីតម្រូវការនេះគឺជាចំណុចសំខាន់ហើយតកតងជាមួយនឹង soft skill គឺយើងដឹងហើយជំនាញដែលមាននៅក្នុងខ្លួនរបស់យើងណាគឺជាជំនាញជំនាញទុនណាជំនាញទុនហ្នឹងគឺតកតងជាមួយនឹងការនិយាយស្ដីរបស់យើងណាចាអញ្ចឹងអាកប្បកិរិយារបស់យើងហ្នឹងគឺសុទ្ធតែជាជំនាញទុនហើយចាហ្នឹងហើយដូច្នេះបើយើងចាប់អារម្មណ៍គឺយើងចូលទៅហើយយើងឃើញឆែកមើលព័ត៌មានគេដាក់គេហទំព័រចូលនៅក្នុងហ្នឹងឲ្យយើងមើលទៀត email ទីតាំងចាអញ្ចឹងគឺយើងឆែកព័ត៌មានទាំងអស់ហ្នឹងទៅចាហើយនៅក្នុងហ្នឹងដោយដែលខ្ញុំបានជម្រាបជូនអញ្ចឹងកាលណាយើងដាក់ពាក្យតាម apply now របស់បងធំហ្នឹងគឺងាយស្រួលក្នុងការគ្រប់គ្រងទៅលើទីតាំងដែលយើងដាក់ការងារហើយងាយស្រួលឲ្យយើងបានដឹងថាតើយើងបានដាក់ទៅក្រុមហ៊ុនណាខ្លះចាអញ្ចឹងយើងគ្រាន់តែ log in ចូលនៅក្នុង profile របស់យើងទៅចាដែលយើងចូលជាសមាជិករបស់បងធំហើយយើង log in ចូលទៅយើងឃើញក្រុមហ៊ុនណាខ្លះដែលយើងបានដាក់ពាក្យហើយចាដូច្នេះគឺជួយយើងគ្រប់គ្រងក្នុងការដែលយើងមើលឃើញថាក្រុមហ៊ុនណាដែលយើងបានដាក់ពាក្យទៅចាអញ្ចឹងគឺពិសេសមែនតើសម្រាប់ apply now ណាចាដូច្នេះសូមជូនពរយើងសំណាងល្អជោគជ័យចាមានសេរីសុខស្ដីទាំងអស់គ្នានៅថ្ងៃនេះគឺយើងមើលការងារខាងផ្នែកគណនេយ្យត្រឹមប៉ុណ្ណឹងចាដូច្នេះសូមជូនពរជោគជ័យទាំងអស់គ្នាចា